តាមកពិតទៅរឿងរ៉ាវគឺវាបែបនេះទេកាលពីអំឡុងមួយឆ្នាំមុននោះនៅត្រឹមតែម៉ោង 5 ល្ងាចដោយសារតែសិស្សដែលត្រូវរៀនគួរក៏គេសុំឲ្យខ្ញុំបើកបង្រៀនតាមកពិតទៅខ្ញុំមិនចង់ទៅបង្រៀនគួរមិនចង់ទៅអីទេក៏ប៉ុន្តែដោយសារតែជីវភាពក៏រៀងខ្វះខាតហើយណាមួយទៀតក៏គិតគូរទៅដល់អនាគតរបស់ក្មេងៗផងដែរក៏ដោយសារតែបើថាវាចង់រៀនទៅហើយនោះយើងមិនទៅបង្រៀនវាបានដោយយ៉ាងណាទៅដាច់ខាតគឺត្រូវតែបង្រៀនទៅកាន់វាណាមួយទៀតក៏ដោយតែខ្ញុំបាននិយាយអញ្ចឹងថាក៏ដោយសារតែកថាជីវភាពបើមិនបានប្រាក់កាក់មកពីក្មេងៗខ្លះមកទេនោះមិនដឹងថាគួរតែទៅធ្វើបែបម៉េចឡើយក៏ដោយសារតែខាងប្រាក់ខែរដ្ឋក៏មិនសូវជាបានច្រើនអីប្រមាណដែរគិតគូរទៅលើការចាយវីដតេទៀតយើងត្រូវតែមានសម្រាប់ទប់ទាំងទៅលើការឈឺការហូបចុកហើយនឹងការធ្វើដំណើរទៅផងដែរនៅពេលនោះអំឡុងពេលដែលខ្ញុំបានដើរទៅបង្រៀនកូនសិស្សនៅម្ខាងភូមិក៏មិនមែនឆ្លងកាត់ផ្ទះរបស់អ្នកភូមិទាំងអស់ទេក៏ដោយសារតែបើតាមតែខ្ញុំនិយាយពិតប្រាកដទៅភូមិនោះគឺបានចែកចេញជាពីរដោយផ្ទះរបស់អ្នកភូមិគឺនៅម្ខាងម្នាក់ចំណែកឯប្រឡោះកណ្ដាលក៏មានតែផ្ទះអ្នកភូមិមួយទៅតែប៉ុណ្ណោះភាគច្រើនក៏ថែមទាំងជាផ្ទះទុកចោលថែមទៀតផងពុកសួរតែប្រពន្ធរបស់ខ្ញុំទៅគឺដឹងហើយនេះគឺជាសម្ដីរបស់កូនប្រសាររបស់លោកតាឈឹងដែលគាត់មានឈ្មោះថារិទ្ធនៅពេលនោះលោកពូរិទ្ធគាត់បាននិយាយប្រាប់ទៅកាន់ឪពុករបស់គាត់បន្តបន្ថែមទៅទៀតថានៅម្លងពេលដែលខ្ញុំបានដើរទៅតែម្នាក់ឯងនោះមិនមានអ្នកស្រុកនៅភូមិណាគេបានដើរឆ្លងកាត់ទេទីមួយក៏ដោយសារតែមេឃគឺវាល្ងាចណាស់ដែរទៅហើយមួយវិញទៀតផ្ទះមួយដែលនៅកន្លែងព្រៃកាត់ភូមិទាំងពីរនោះក៏ថែមទាំងជាផ្ទះដែលត្រូវបានគេទុកចោលថែមទៀតផងហេតុថានៅរៀងដាច់ដライពីគេបែបនេះអ្នកស្រុកនៅភូមិគេមិនសូវជាចង់ទៅរស់នៅឲ្យដាច់ដライប្រមាណទេក៏ដោយសារតែស្រុកពីព្រៃភ្នំគេខ្លាចក្រែងថាបើសិនបើជាមានពពួកសត្វកាយសាហាវរវាចូលមកហើយចូលមកនៅខាងក្នុងព្រៃនេះខ្លាចក្រែងថាមានគ្រោះថ្នាក់បងប្អូននៅស្រុកនៃភូមិគឺទៅជួយមិនទាន់អីអញ្ចឹងទៅមួយវិញទៀតក៏ខ្លាចទៅលើពពួកសត្វអាសេរពើនេះឯងភូមិស្រុកខ្ញុំនេះឲ្យតែមានភ្លៀងម្ដងភាគច្រើនគឺសម្បូរណាស់អាពស់វែកក្របីពស់សាំងសឿជាពិសេសនោះគឺជាពស់ថ្លាន់នេះតែម្ដងអ្នកភូមិចំពោះពស់សាំងសឿពស់ថ្លាន់អីនេះគ្មាននរណាគេទៅខ្លាចអីប៉ុន្មានទេក៏ប៉ុន្តែអ្វីដែលគេខ្លាចនោះគឺខ្លាចទៅលើពស់វែកក្របីនេះឯងដោយសារតែហេតុនេះហើយទើបបានជាគេមិនសូវជាទៅនៅទីនោះផ្ទះប្រហែលជា4 ទៅ 5 ខ្នងក៏ត្រូវបានទុកចោលហើយម្លងពេលនោះដែរខ្ញុំក៏បានដើរឆ្លងកាត់ពីផ្ទះមួយទៅផ្ទះមួយរំលងបានត្រឹមតែពីផ្ទះអីតែប៉ុណ្ណោះហើយការដើរកាត់របស់ខ្ញុំនេះដូចតែពុកបានដឹងពីចរិតរបស់ខ្ញុំស្រាប់ហើយខ្ញុំគឺជាមនុស្សដែលខ្លាចខ្មោចខ្លាំងណាស់តែសំឡេងល្មមអីហ្នឹងខ្ញុំនឹងរត់ហើយខ្ញុំមិនហ៊ានតែងាកទៅមើលផងបន្ទាប់ពីដើរកាត់ពីរំលងពីផ្ទះនោះទៅក៏ដើរទៅខាងមុខជាបន្តបន្ទាប់ទៀតក៏ប៉ុន្តែខ្ញុំប្រាប់ពុកតាមត្រង់ទៅចោះសម្បុររបស់ខ្ញុំគឺថាឡើងព្រឺអស់ទៅហើយរោមរបស់ខ្ញុំបាសឆ្កើតតែម្ដងដៃម្ខាងគឺបានកាន់ជាមួយនឹងសភៅពុំចំណែកឯស្មាក៏បានស្ពីនៅជាមួយនឹងកាបូបចាស់មួយទុកតែនឹងដាក់របស់របរចាំបាច់ផ្សេងនៅក្នុងការបង្រៀន
ខ្ញុំតើចេញទៅក៏មិនមានរឿងរ៉ាវឬក៏បញ្ហាអ្វីដែលត្រូវបានចម្លែកហើយនឹងកើតឡើងចំពោះខ្ញុំទេក៏ប៉ុន្តែបន្ទាប់ពីខ្ញុំបានដើរទៅដល់កន្លែងផ្ទះទី3នោះខ្ញុំក៏អត់បានទៅងាកមើលផងដែរក៏ប៉ុន្តែពុកអើយគ្រាន់តែខ្ញុំបានដើរផុតពីទីនេះទៅ3ចំហៀនសំឡេងក្មេងៗក៏ចាប់ផ្ដើមបន្លឺឡើងមកតែម្ដងគឺជាសំឡេងក្មេងៗដែលវាកំពុងតែរត់បលែងគ្នាហើយនឹងជជែកគ្នាលេងនៅទីនោះខ្ញុំឮបែបនេះខ្ញុំក៏បានដាក់ភ្នែកកលេចមើលទៅក៏ឃើញថាក្មេងៗវាកំពុងតែលេងនៅក្រោមផ្ទះនោះពិតមែននៅពេលនោះខ្ញុំក៏ចាប់អារម្មណ៍ដឹងថាវាក៏បានឃើញតាក់ទងទៅនឹងវត្តមានរបស់ខ្ញុំដែរដល់ពេលអញ្ចឹងទៅវាក៏ស្រែកហៅមកកាន់ខ្ញុំថាលោកគ្រូតើទៅណាលោកគ្រូល្ងាចហើយហ្នឹងពួកវាក៏នាំគ្នារត់មកហើយខ្ញុំក៏មិនបានគិតថាក្មេងទាំងអស់នោះគឺជាកូនខ្មោចកូនអីដែរខ្ញុំអត់បានទៅចាប់អារម្មណ៍ទេក៏ដោយសារតែនៅពេលដែលសម្លឹងទៅគឺដូចជាឃើញក្មេងៗនោះហាក់បីដូចជាមនុស្សធម្មតានឹងមិនមែនជាពពួកខ្មោចអីឡើយការស្លៀកពាក់របស់វារួមជាមួយនឹងទឹកមុខហើយនឹងការដើរនោះធម្មតាដូចតែជាក្មេងក្នុងភូមិអញ្ចឹងក៏ប៉ុន្តែក្មេងនៅក្នុងភូមិទាំងអស់ខ្ញុំក៏មិនបានទៅចំណាំមុខដែរនិយាយទៅគឺអត់ដែលបានឃើញមុខរបស់ពួកវាទៅសោះតែម្ដងមិនដឹងថាពួកវាបានស្គាល់ខ្ញុំតាំងតែពីពេលណាមកទេវាថែមទាំងដឹងថាខ្ញុំជាគ្រូថែមទៀតផងនៅពេលនោះពួកវាក៏នាំគ្នារត់មកគៀកខ្ញុំត្រឹមតែ5ទៅ3ម៉ែត្រនៅពេលដែលមកដល់ពួកវាប្រហែលជា5ទៅ6នាក់ហ្នឹងក៏លើកដៃជម្រាបសួរមកកាន់ខ្ញុំដែលមានក្មេងម្នាក់មើលទៅរៀងជំទង់ជាងគេអាយុវាប្រហែលជា10ទៅ12ឆ្នាំវាបានសួរនាំមកកាន់ខ្ញុំថាលោកគ្រូទៅណាដែរល្ងាចទៅហើយលោកគ្រូទៅបង្រៀនមែនទេអាចបង្រៀនពួកខ្ញុំផងបានដែរឬក៏អត់លោកគ្រូហើយខ្ញុំពេលនោះក្រោយពីបានឮថាវាបានសួរមកកាន់ខ្ញុំបែបនេះក៏ខ្ញុំបានត្រឹមតែងក់ក្បាលបន្ទាប់មកក៏និយាយតបត្រឡប់ទៅកាន់វាវិញថាគឺគ្រូទៅបង្រៀននៅភូមិម្ខាងទៀតឯណោះតើពួកឯងគឺជាកូនរបស់នរណាទៅមិនបានជាគ្រូអត់ដែលឃើញតទៅសអញ្ចឹងតើនៅទីណាទៅមិនបានស្គាល់គ្រូពួកក្មេងៗទាំងអស់នោះក៏និយាយតបត្រឡប់មកវិញថាលោកគ្រូអត់ដែលឃើញមុខខ្ញុំទេខ្ញុំគឺជាក្មេងនៅភូមិម្ខាងទៀតនឹងឯងខ្ញុំអាសាឃើញលោកគ្រូដើរទៅបង្រៀនគូនៅភូមិខ្ញុំក៏ប៉ុន្តែពួកខ្ញុំក៏មិនហ៊ានទៅសុំរៀនដែរខ្លាចក្រែងថាលោកគ្រូយកប្រាក់ថ្លៃមួយវិញទៀតក៏មិនដែលបានទៅរៀនសូត្រអីដែរខ្លាចក្រែងថានៅពេលដែលរៀនទៅគឺពិបាកហើយក៏មិនហ៊ានទៅនិយាយជាមួយលោកគ្រូដែរពួកខ្ញុំក៏អាសាឃើញលោកគ្រូដើរចូលទៅខាងក្នុងភូមិខ្ញុំតែរហូតនឹងគ្រាន់តែថាពួកខ្ញុំគឺមិនហ៊ានហ្នឹងណាលោកគ្រូតែឥឡូវនេះបើជ្រុលថាជាបានជួបលោកគ្រូស្ងាត់ទៅហើយនោះតើខ្ញុំអាចសុំរៀនជាមួយនឹងគ្រូបានដែរឬក៏អត់ក៏ប៉ុន្តែចំពោះពួកខ្ញុំនេះគឺក្រីក្រណាស់ពួកខ្ញុំគឺអត់មានលុយនៅក្នុងការបង់រៀនគួរទេសូម្បីតែទៅរៀននៅក្នុងសាលានោះក៏ឪពុកម្ដាយរបស់ខ្ញុំគាត់មិនឲ្យទៅរៀនដែរក៏ខ្លាចថាអត់មានលុយឲ្យពួកខ្ញុំទៅទិញអីហូបបន្ទាប់ពីបានឮក្មេងៗបាននិយាយទៅបែបនេះកូនប្រសាររបស់លោកតាឈឹងគាត់ក៏និយាយតបត្រឡប់ទៅកាន់ក្មេងៗទៅវិញថាមិនអីទេបើថាពួកឯងគឺជាកូនរបស់អ្នកភូមិនៅទីនោះក៏មិនអីដែរអញ្ចឹងតាទើបបានជាគ្រូមិនដែលបានឃើញមុខពួកឯងមិនអីទេចាំមើលថ្ងៃសាយទឹកឯងអីមើលបើថាមានពេលទំនេរមានអីក៏ទៅកន្លែងគ្រូបង្រៀនទៅហើយប្រាប់ឈ្មោះគ្រូមកតែមិនអីទេគ្រូនឹងចាំមុខពួកឯងទាំងអស់ហ្នឹងអត់អីទេថ្ងៃស្អែកចាំទៅរៀនទៅហើយល្ងាចដែរទៅហើយព្រះអាទិត្យក៏បំរុងតែនឹងលេចទៅបន្តទៀតហើយគិតប្រុងអត់ទៅផ្ទះទៅអីទេអីម៉ែឪចាំនៅឯផ្ទះឯណោះហើយល្ងាចដែរហើយ
នៅទីនេះគឺព្រៃក្រាស់ណាស់ប្រយ័ត្នពពួកសត្វអាសេរពឹសវាខំទៅឆាប់ទៅផ្ទះទៅអត់ការទេនៅទីនេះយូរក្មេងៗបើថាយ៉ាងម៉េចដើរទៅជាមួយនឹងគ្រូទៅយ៉ាងម៉េចដែរនៅពេលនោះកូនប្រសាររបស់លោកតាឈឹងគាត់បាននិយាយប្រាប់ទៅកាន់ឪពុកក្មេករបស់គាត់បន្តបន្ថែមទៅទៀតថាពុកអើយនៅពេលនោះបន្ទាប់ពីខ្ញុំបាននិយាយប្រាប់ឲ្យពួកវាដើរទៅជាមួយនឹងខ្ញុំនោះពួកវាក៏មិនបានទៅប្រកែកប្រកាន់អីជាមួយនឹងខ្ញុំដែរពួកវាក៏យល់ព្រមទៅតាមសម្ដីដែលខ្ញុំបាននិយាយប្រាប់ទៅកាន់ពួកវាពិតមែនដែលពួកវាពេលនោះក៏បាននិយាយតបត្រឡប់មកខ្ញុំថាចាំបន្តិចណាលោកគ្រូពួកខ្ញុំសូមទៅយកស្បែកជើងអីបន្តិចក៏រស្តានទៅដោះស្បែកជើងនៅក្រោមផ្ទះនោះពួកវាដើរទៅយកហើយក៏ដើរមកចូលនៅក្បែរខ្ញុំវិញនិយាយទៅពួកវាគឺសុភាពប្រៀបសារណាស់និយាយដឹងចាស់ដឹងទុំដឹងក្បាលដឹងកន្ទុយហើយខ្ញុំក៏មិនបានទៅចាប់អារម្មណ៍អ្វីទៀតដែរខ្ញុំគិត 100% ច្បាស់លាស់ហើយថាកូនក្មេងទាំងអស់នេះមិនមែនជាពពួកអមនុស្សអ្វីឡើយដល់តែវាបានទៅយកស្បែកជើងយកអីពួកវាត្រឡប់មកវិញអាខ្លះក៏វាទាញអាវយកមកពាក់ហើយវាក៏ដើរមករកខ្ញុំហើយខ្ញុំនេះដោយសារតែមិនចង់ឲ្យនៅយូរផងណាមួយក៏ដល់ម៉ោងត្រូវតែបង្រៀនកូនសិស្សផងនោះក៏ប្រញាប់ប្រញាល់ដើរចេញទៅតែម្ដងដែលខ្ញុំគឺដើរនៅខាងមុខពួកវាគឺដើរនៅខាងក្រោយខ្ញុំឲ្យពួកវាដើរមុខដែរក៏ប៉ុន្តែពួកវាថាពួកវាដើរនៅខាងក្រោយទុកឲ្យលោកគ្រូដើរនៅខាងមុខទៅហើយខ្ញុំក៏យល់ព្រមទៅតាមនឹងអត់មានពេលឯណាទៅប្រកែកជាមួយនឹងពួកវាឡើយដល់តែពេលនោះខ្ញុំក៏ដើរទៅខាងមុខជាបន្តទៀតហើយក៏មិនបានទៅងាកក្រោយអីដែរដើរបណ្ដើរក៏ជជែកគ្នាជាមួយនឹងពួកវាបណ្ដើរដែលខ្ញុំបានសួរវាផងថាហើយអាសាមកលេងនៅក្បែរនេះមែនទេផ្ទះគេទុកចោលបែបនេះអត់ខ្លាចខ្មោចលងខ្មោចអីទេអីខ្ញុំចង់សួរអញ្ចឹងទីមួយក៏ចង់បន្លាយពួកវាផងដែរខ្ញុំចង់បានន័យថាមិនចង់ឲ្យពួកវាមកលេងនៅក្បែរនឹងខ្លាចក្រែងថាមានពពួកសត្វអាសេរពឹសខាំឬក៏ចឹកទៅលើវាក៏ប៉ុន្តែខ្ញុំមិនចង់និយាយត្រង់ទេចង់និយាយបែបបន្លាយទៅកាន់វាវិញដល់តែពេលនោះទៅក្មេងប្រុសប្រមាណនាក់វាក៏តបត្រឡប់មកខ្ញុំវិញទៅថាអត់ខ្លាចទេលោកគ្រូអើយអត់មានខ្មោចអត់មានអីទេនៅទីនេះនោះពួកខ្ញុំមកលេងតែរហូតនឹងពេលខ្លះក៏ខ្ញុំមកលេងដល់ម៉ោង 7 យប់អីណោះទើបបាននាំគ្នាត្រឡប់ទៅវិញឪពុកម្ដាយខ្ញុំហាមដែរក៏ប៉ុន្តែនៅឃើញថាទីនេះក៏វាស្ងាត់ហើយក៏មានរបស់លេងច្រើនដល់តែពេលអញ្ចឹងទៅទើបបានជាពួកខ្ញុំនាំគ្នាមកលេងនឹងណាពួកខ្ញុំគ្រាន់តែមកលេងដីជីកដីអីលេងទេឬក៏ទៅបេះផ្លែឈើព្រៃអីហូបទេគ្រូអត់មានគិតថាចង់ទៅលេងអីរញ៉េរញ៉ៃឬក៏ទៅលួចរបស់របរគេទេដល់ទៅពេលនោះបន្ទាប់ពីលើក្មេងៗទាំងអស់នោះបាននិយាយបែបហ្នឹងខ្ញុំក៏តបត្រឡប់ទៅវាវិញថាអើមិនអីទេខំប្រឹងរៀនខំប្រឹងសូត្រទៅគ្រូអាចថាមិនយកប្រាក់ឡើយឲ្យតែខំរៀនឲ្យពិតប្រាកដក៏ប៉ុន្តែកុំសូវមកអីញឹកពេកបើថាមកក៏មកទៅក៏ប៉ុន្តែត្រូវតែទៅផ្ទះពីថ្ងៃពីភ្លឺអីវិញកុំនៅដល់យប់បែបនេះតើលឺដែរឬក៏អត់ក្មេងៗទាំងអស់នោះបន្ទាប់ពីខ្ញុំបាននិយាយទៅកាន់វាបែបហ្នឹងពួកវាក៏បានយល់ព្រមស្ដាប់ដោយមិនបានទៅប្រកែកអីឡើយនៅពេលនោះខ្ញុំក៏ចេះតែដើរបន្តទៅទៀតដោយពួកវាក៏ចេះតែជជែកគ្នាពីនេះពីនោះទៅបន្តទៀតក៏ប៉ុន្តែខ្ញុំមិនបានងាកទៅមើលពួកវាទេក្នុងចិត្តគិតថាខំប្រឹងដើរទៅឲ្យលឿនដើម្បីអាចបានទៅដល់ភូមិសល់តែបន្តិចទៀតហ្នឹងគឺទៅដល់ភូមិហើយពុកអើយខ្ញុំដើរបណ្ដើរស្ដាប់ពួកវានិយាយគ្នាបណ្ដើរឲ្យឡើងត្រហឹងពេញទៅនឹងក៏ប៉ុន្តែសំឡេងនោះក៏ត្រូវបានស្ងាត់ទៅម្ដងបន្តិចបាត់ពីមាត់ម្នាក់ទៅមាត់ម្នាក់រហូតតទៅដើរចិត្តដល់កន្លែងភូមិ
ក៏ស្រាប់តែស្ងាត់ទៅភ្លាមតែម្ដងអត់មានបានឮសំឡេងអីតទៅសោះខ្ញុំក្នុងចិត្តគិតថាអូប្រហែលជាពួកវានឹងឈប់ជជែកគ្នាឈប់និយាយគ្នាហើយក៏ខ្ញុំដាក់ភ្នែកកលេចមើលទៅពុកអើយបានបាត់វាតែម្ដងនិយាយទៅពីដំបូងឡើយខ្ញុំគិតថាក្មេងៗទាំងអស់នោះពួកវាចង់លេងសើចជាមួយនឹងខ្ញុំតាក៏ប៉ុន្តែបន្ទាប់ពីខ្ញុំបានដើររកពួកវានៅក្បែរនឹងទៅអត់បានឃើញអីទាល់តែសោះតែម្ដងនៅតាមផ្លូវដែលមានផុកតិចនោះគឺមានតែដានជើងខ្ញុំតែម្នាក់ឯងតែប៉ុណ្ណោះអត់បានឃើញដានជើងរបស់ក្មេងៗទាំងអស់នោះឡើយខ្ញុំឃើញបែបនេះភ្លាមខ្ញុំច្បាស់នៅក្នុងចិត្ត 100% ហើយថាខ្ញុំគឺត្រូវបានខ្មោចលងដល់តែពេលអញ្ចឹងទៅក៏ខ្ញុំបានរត់ទៅភ្លាមប្រកាច់ប្រកិនពេញទៅនឹងតែម្ដងសំណាងហើយតែមិនបានដួលនោះគ្រាន់តែរោគដួលតែប៉ុណ្ណោះពុកអើយតើដឹងបែបមិនដែរឬក៏អត់គ្រាន់តែខ្ញុំរត់ចិត្តចូលដល់ភូមិភ្លាមក៏ឮសំឡេងក្មេងៗទាំងអស់នោះពួកវានាំគ្នាសើចហើយសើចនឹងមិនមែននឹងដីទេខ្ញុំងាកមើលទៅពុកអើយនៅលើចុងឈើឯណោះអាខ្លះគឺយកដៃរបស់វាតោងសំយងខ្លួនចុះមកខាងក្រោមអាខ្លះទៀតគឺយកជើងទៅគៀបជាមួយនឹងមេឈើទម្លាក់ក្បាលចុះក្រោមហើយអាខ្លះទៀតគឺអោបជាប់ជាមួយនឹងដើមឈើតែម្ដងពួកវាគឺនាំគ្នាសើចចំអកខ្ញុំហើយសើចឲ្យឡើងត្រហឹងដោយមានក្មេងប្រមាណអ្នកវាបាននិយាយថាលោកគ្រូរត់ទៅណាចាំពួកខ្ញុំផងយកពួកខ្ញុំចូលភូមិផងខ្ញុំអត់ចូលភូមិកើតទេខ្ញុំចង់ទៅរៀនណាស់ខ្ញុំចូលទៅខាងក្នុងភូមិអត់កើតទេយកពួកខ្ញុំទៅផងហើយចំណែកឯខ្ញុំវិញក្រោយពីឮពួកវាបានស្រែកឡើងមកបែបនេះក៏អត់បានទៅនៅឆ្លើយតបអីបន្តបន្ថែមទៅដែរដឹងថាខ្មោចលងទៅហើយខ្ញុំផ្ទាល់នេះក៏ជាមនុស្សខ្លាចខ្មោចទៅទៀតអញ្ចឹងគឺមានតែរត់ទៅនឹងឯងលុះនៅពេលដែលបានទៅដល់កន្លែងភូមិជួបជុំនៅស្រុកអ្នកភូមិវិញអ្នកភូមិនៅទីនេះក៏គេនាំគ្នាទៅចាប់ខ្ញុំក៏ដោយសារតែបានឃើញថាខ្ញុំរត់ប្រកាច់ប្រកិនត្រឡប់តលិនពេញទៅនឹងបន្ទាប់មកក៏គេសួរនាំទៅកាន់ខ្ញុំថាតើមានបញ្ហាអ្វីទៅលោកគ្រូក៏ដោយសារតែគេនៅទីនោះក៏ដឹងថាខ្ញុំក៏ជាគ្រូដែរហើយខ្ញុំក៏អត់បានតលាក់អីដែរក៏ខ្ញុំបាននិយាយប្រាប់ទៅកាន់គេតាមត្រង់ថាខ្ញុំត្រូវបានខ្មោចលងបងខ្ញុំត្រូវបានខ្មោចលងខ្មោចក្មេងលងខ្ញុំលេងខ្ញុំស្ទើរតែលួចព្រលឹងបាត់ទៅហើយខ្ញុំក៏និយាយរៀបរាប់ប្រាប់ទៅតាមនឹងដោយបងពូនៅស្រុកនៅភូមិនៅទីនោះគេក៏ជឿទៅតាមសម្ដីខ្ញុំក៏ដោយសារតែគេធ្លាប់បាននិយាយថាក៏ត្រូវធ្លាប់បានខ្មោចលងខ្មោចអីនឹងម្ដុំនោះដែរគ្រាន់តែថាចេញជាសម្លេងមកតែប៉ុណ្ណោះមិនមែនចេញជារូបរាងមកបែបនេះឡើយហើយខ្ញុំពេលនោះដោយសារតែភ័យខ្លាចពេកអ្នកភូមិក៏គេនាំខ្ញុំទៅដាក់នៅកន្លែងបង្រៀនឃើញថាក្មេងកូនសិស្សក៏កំពុងតែចាំខ្ញុំនៅទីនោះនៅពេលដែលទៅដល់ពួកវាក៏សួរនាំខ្ញុំទៅតាមនឹងហើយខ្ញុំក៏បានប្រាប់ទៅតាមនឹងដូចគ្នាដោយខ្ញុំបាននិយាយថាប្រហែលជាបង្រៀនអត់កើតទេកូនអើយគ្រូលួសព្រលឹងបែបនេះហើយគឺអត់មានស្មារតីអីបង្រៀនទៀតទេសំបីតែពូនៅទីនោះក៏គាត់ជួយនិយាយទៅផងដែរដោយក្មេងដោយសារតែវាមិនចង់សាំញ៉ាំច្រើនណាមួយក៏ល្ងាចផងដែរទៅហើយនោះក៏វាបានត្រឹមតែនាំគ្នាត្រឡប់ទៅផ្ទះវាវិញសិនតែប៉ុណ្ណោះតាមក៏ពិតទៅក៏វានៅចង់អង្គុយស្ដាប់ខ្ញុំនិយាយដែរក៏ប៉ុន្តែដោយសារតែចាស់បានដេញឲ្យចេញពួកវាក៏នាំគ្នាចេញទៅដល់ចាស់នៅទីនោះក៏គាត់បានសួរមកកាន់ខ្ញុំបន្តបន្ថែមទៅទៀតថាតើប្រងតែធ្វើបែបមិនទៅបើអត់បង្រៀនអញ្ចឹងខ្ញុំបានតបទៅកាន់ពួកគាត់ថាគឺមានតែទៅផ្ទះវិញហើយនឹងឯងបងអើយ
នៅទីនេះមិនកើតទៅប្រពន្ធខ្ញុំនៅផ្ទះតែម្នាក់ឯងផងដល់ទៅពេលនោះក៏ខ្ញុំបានសុំឲ្យពូនៅទីនោះដែលគាត់មានម៉ូតូសុំឲ្យគាត់ជូនខ្ញុំត្រឡប់មកផ្ទះវិញមកគ្រាន់តែនឹងបានជាគ្នាហើយតែតងទៅនឹងថ្លៃសាំងថ្លៃអីហ្នឹងក៏ខ្ញុំនឹងចេញឲ្យគាត់ក៏ប៉ុន្តែគាត់ថាអត់អីទេចាំគាត់ជូនត្រឡប់ទៅផ្ទះវិញរឿងសាំងម៉ូតូរឿងអីនោះក៏គាត់អត់គិតឡើយណាមួយក៏បានជួយបង្រៀនកូនចៅរបស់គាត់នៅស្រុកភូមិនេះផងគាត់អត់គិតប្រាក់អត់គិតកម្រៃអីទេជួយគ្នាទៅវិញទៅមកខ្មែរជួយខ្មែរដល់អញ្ចឹងទៅក៏នៅពិភាក្សាគ្នាជាមួយនឹងគាត់បន្តិចតាក់ទងទៅនឹងរឿងពពួកខ្មោចទាំងអស់នោះក៏ប៉ុន្តែគាត់មិនដែលមានកំណត់គិតថានឹងចង់និមន្តព្រះសង្ឃឬក៏ហៅគ្រូអាគមណាម្នាក់ឲ្យទៅប្រោះព្រំឬក៏ទៅធ្វើអ្វីម្យ៉ាងនៅទីតាំងនឹងឡើយគាត់មិនដែលមានកំណត់បែបនឹងទេដល់អញ្ចឹងទៅក៏ខ្ញុំមិនបានទៅប្រកែកអីច្រើនដែររឿងអីដែលសំខាន់នោះក៏បានត្រឹមតែគាត់ជូនខ្ញុំមកផ្ទះត្រឡប់មកវិញនេះខ្ញុំក៏សប្បាយចិត្តប៉ុនពេកណាស់ទៅហើយដល់ទៅពេលបន្ទាប់ពីពិភាក្សាគ្នាជាមួយនឹងគាត់បានមួយសន្ទុះធំទៅពួកខ្ញុំទាំងពីរនាក់ក៏នាំគ្នាឡើងជិះម៉ូតូលោកពូម្នាក់នោះគាត់ទាញបារីយកមកជក់មួយដើមធាក់ម៉ូតូរបស់គាត់ឆេះលឺសូទៅងាងតែម្ដងហើយក៏ដាក់លេខចេញជូនខ្ញុំត្រឡប់មកផ្ទះនេះនៅតាមផ្លូវដែលជិះមកនឹងខ្ញុំមិនហ៊ានងាកសម្លឹងមើលអ្វីតទៅសោះមុខរបស់ខ្ញុំគឺបានត្រឹមតែអោនចុះទៅខាងក្រោមតែប៉ុណ្ណោះអត់ហ៊ានងាកមើលទៅឆ្វេងងាកមើលទៅស្ដាំឡើយដល់ទៅពេលបានមកដល់ទីតាំងមួយពុកអើយមេឃឈើមួយមេឃដ៏ធំបានធ្លាក់មកលើផ្លូវសំណាងហើយដែលម៉ូតូបរទៅមិនលឿននោះបើសិនបើជាម៉ូតូបើកទៅលឿនវិញដឹងតែត្រូវក្បាលបោះមេឃឈើនឹងហើយបើមិនអញ្ចឹងទេក៏ជិះទៅបុកមេឃឈើដែលបានធ្លាក់នោះដែរលោកពូនោះគាត់វាយចន្ទល់ម៉ូតូចុះពីលើម៉ូតូបន្តិចបន្ទាប់មកក៏បៀមប្រេននឹងមាត់ហើយនឹងនិយាយទៅថាដល់កហើយអាណាគេកាច់មេឃឈើទម្លាក់នេះប៊ីតែនឹងត្រូវក្បាលអញទាំងពីរទៅហើយគាត់និយាយហើយក៏ដើរទៅទាញមេឃឈើនោះចេញពីផ្លូវខ្ញុំឃើញបែបហ្នឹងក៏ចុះពីលើម៉ូតូទៅដែរជួយទាញគាត់ដោយសារតែឃើញថាមេឃឈើក៏រៀងធំទាញគ្នាពីរនាក់គឺវារៀងធូរកម្លាំងដែរពួកយើងទាំងពីរក៏នាំគ្នាទាញមេឃឈើចេញបន្ទាប់ពីបានទាញមេឃឈើចេញហើយក៏ឡើងម៉ូតូម្ដងទៀតបន្ទាប់មកក៏នាំគ្នាជិះទៅបន្តទៅទៀតតែម្ដងពុកអើយមិនទាន់ចប់តែត្រឹមនេះទេរឿងរ៉ាវក៏នៅតែកើតឡើងបន្តទៅទៀតមុនហ្នឹងគឺលងតែខ្ញុំទេក៏ប៉ុន្តែលើកនេះលងទាំងខ្ញុំលងទាំងគាត់ថែមទៀតផងតើពុកដឹងថាបែបម៉េចអត់បន្ទាប់ពីជិះចេញទៅដល់កន្លែងផ្ទះទី2បន្ទាប់ពីផ្ទះទី1ត្រូវចូលភូមិនឹងហើយទៅដល់ក៏ស្រាប់តែបានឃើញថាក្មេងៗដែលខ្ញុំបានឃើញនោះពួកវាកំពុងតែនៅក្រោមផ្ទះនោះទៀតនិយាយទៅសកម្មភាពរបស់ពួកវានៅដដែលរត់លេងប្រឡែងប្រសេកប្រសាចពេញទៅនឹងក៏ប៉ុន្តែរឿងរ៉ាវដែលកាន់តែចម្លែកជាងនេះទៅទៀតនៅពេលដែលជិះម៉ូតូទៅដល់លោកពូម្នាក់នោះក៏គាត់បានឃើញហើយខ្ញុំមិនមែនឃើញតែក្មេងៗទាំងអស់នោះឡើយក៏ថែមទាំងបានឃើញមានស្ត្រីម្នាក់កំពុងតែអង្គុយបីកូនង៉ែតម្នាក់នៅនឹងកម្មចិន្តាផ្ទះថែមទៀតផងហើយគ្រាន់តែលោកពូដែលជាអ្នកលុបគាត់បានឃើញបែបនេះគាត់ក៏បើកភ្នែកធំដោយគាត់បានសួរខ្ញុំថាលោកគ្រូបានឃើញអត់ខ្ញុំបានតបទៅថាឃើញហើយអីដែរ
កាន់តែខ្លាចជានេះទៅទៀតនោះក្មេងៗទាំងអស់នោះពួកវាក៏នាំគ្នាឈប់រត់លេងហើយក៏សម្លឹងមើលមកកាន់ពួកខ្ញុំទាំងពីរនាក់នេះចំណែកឯស្ត្រីដែលកំពុងតែបីកូនង៉ែតនោះក៏សម្លឹងមើលដូចគ្នាច្បាស់ណាស់ពុកបកដៃហៅពួកខ្ញុំទាំងពីរហើយនិយាយទាំងសលេងកលាស់ទៅថាគ្រូអើយមីអើយមកជួយលួងកូនខ្ញុំបន្តិចមកវាយំអត់បាត់សោះបោះវាទៅរកស៊ីនៅស្រុកឆ្ងាយបាត់ទៅហើយនៅតែខ្ញុំនឹងក្មួយទេក្មេងៗវាអត់ចេះលួងកូនខ្ញុំទេអ្នកទាំងពីរមកជួយលួងមកគ្រាន់តែគេបាននិយាយបែបនេះពុកលោកពូម្នាក់នោះដែលគាត់គឺជាអ្នកដប់នោះអត់បានទៅចាំយូរទេមូគេម៉ូតូទៅយ៉ាងលឿនតែម្ដងសួយអីចេញផុតពីទីនោះទៅបានបន្តិចម៉ូតូក៏ចាប់ផ្ដើមធ្លាក់កឡុកដោយតែពុកបានដឹងស្រាប់ហើយម៉ូតូក៏កញ្ចាស់ហើយប្រើលបឿនលឿនដែលមិនបានមើលផ្លូវច្បាស់លាស់បែបនេះទៀតធ្លាក់កឡុកដឹងតែដួលប្រកាច់ប្រកិនដាច់ផ្ងាពេញនឹងហើយណាមួយផ្លូវក៏វារៀងសើមល្អិលផងតែកង់កលាច់តែបន្តិចហ្នឹងគឺដឹងតែប្រកាប់មុខហើយពិតណាស់ពុករមៀលដីទាំងពីរនាក់ម៉ូតូក៏បានត្រឹមតែស្រែកងាងពូគាត់រមៀលទៅ3ម៉ែត្រខ្ញុំរមៀល5ម៉ែត្រពីម៉ូតូដោយសារតែខ្ញុំជាអ្នកក្រោយនេះអត់បានទៅកលអីទេរមៀលប្រកាច់ប្រកិនពេញទៅនឹងប្រឡាក់កៅអៅពេញទៅនឹងតែម្ដងក៏ប៉ុន្តែអាចនិយាយបានថាជាសំណាងដែរទៅហើយដែលផ្លូវវារៀងផុកតុនមិនសូវជាមានបញ្ហាអ្វីនោះគ្រាន់តែបានប្រកាច់ប្រកិនត្រឡប់តលិនភ្លាមពួកខ្ញុំទាំងពីរក៏នាំគ្នាស្ទុះងើបមកយ៉ាងលឿនហើយក៏សួរនាំគ្នាថាយ៉ាងម៉េចមើលទៅលើម្នាក់អត់មាននរណាទៅមានរបួសអីទេគ្រាន់តែប្រឡាក់កៅអៅតែប៉ុណ្ណោះសភៅពុំខ្ញុំអីហ្នឹងគឺប្រឡាក់ផុកអស់ទៅហើយដល់តែពេលបាននាំគ្នាងើបមកក៏មិនបានទៅចាំយូរហើយនឹងងាកក្រោយដែរលើកម៉ូតូបលុតហើយធាក់ម្ដងទៀតជិះចេញចូលទៅភូមិតែម្ដងនៅពេលដែលបានទៅដល់ភូមិខាងនោះជាភូមិខ្ញុំនឹងអ្នកភូមិក៏ឃើញទៀតហើយគេក៏ចូលមកសួរនាំទៀតថាមានរឿងអីទៅដើរមកវិញជិះម៉ូតូហើយថែមទាំងប្រឡាក់ទៀតមានបញ្ហាអ្វីមែនទេចំណែកឯខ្ញុំពីរអ្នកលោកពូវិញក៏មិនបានទៅប្រកែកអីឬក៏តលាក់បាំងអីដែរក៏និយាយប្រាប់រៀបរាប់ទៅតាមនឹងតែម្ដងទៅអ្នកភូមិខ្លះក៏គេជឿអ្នកខ្លះក៏គេមិនជឿគេថាពួកខ្ញុំទាំងពីរនឹងចេះតែស្រមៃគេថាខ្ញុំធ្វើដល់គ្រូបង្រៀនទៅហើយមិនបានទៅកុហកទៀតគេដើរឆ្លងកាត់នៅទីនឹងមិនដែលមានបានឃើញខ្មោចលងស្អីផងហើយផ្លែកតែខ្ញុំពីរនាក់នេះត្រូវបានខ្មោចលងនោះគេមិនជឿទេដល់តែអ្នកភូមិខ្លះទៀតក៏គេជឿគេក៏មិនទៅមាត់ទៅកអីទេគេថាឲ្យចេះប្រយ័ត្នប្រយែងខ្លួនផងសំណាងហើយដែលមិនមានបញ្ហាអ្វីនោះហើយពួកខ្ញុំទាំងពីរក៏អត់បានទៅចាំយូរដែរក៏នាំគ្នាជិះម៉ូតូបន្តទៅទៀតតែម្ដងទៅដល់ផ្ទះប្រពន្ធខ្ញុំឃើញនឹងគឺអាណិតខ្ញុំណាស់ចង់សើចបន្តិចចង់យំបន្តិចហើយក៏ខ្ញុំនិយាយរៀបរាប់ប្រាប់ទៅកាន់ប្រពន្ធទៅតាមនឹងទៅហើយបើក៏លេចមើលទៅកាន់លោកពូនោះគាត់ចង់ថាត្រឡប់មកផ្ទះវិញដែរក៏ប៉ុន្តែខ្ញុំបានប្រាប់ថាឲ្យមួយទឹកនៅទីនេះសិនទៅពូសម្រាននៅផ្ទះអ៊ំខ្ញុំសិនទៅអ៊ំខ្ញុំគាត់នៅក្បែរនេះតាគាត់នៅតែម្នាក់ឯងទេដល់អញ្ចឹងទៅលោកពូម្នាក់នោះដោយសារតែគាត់ខ្លាចខ្មោចដែរគាត់នឹកឃើញថាខ្មោចលងគាត់មុននឹងដែរបើសិនបើជាគាត់ជិះម៉ូតូត្រឡប់ទៅផ្ទះវិញតែឯងទៀតដឹងតែវីវធំទៀតជាមិនខានដល់អញ្ចឹងទៅក៏ខ្ញុំឲ្យគាត់ដេកសម្រាកនៅទីនោះទៅគឺប្រាប់គាត់ថាអ៊ំរបស់ខ្ញុំនឹងគឺគាត់មានកៅអៅគាត់ចាស់ដែរទៅហើយកម្ពស់ក៏ប្រហែលពូនឹងចាំខ្ញុំទៅខ្ចីកៅអៅគាត់ឲ្យចាំទៅសុំផ្ទះគាត់ឲ្យហើយនឹងរៀបរាប់ប្រាប់គាត់ទៅតាមនឹង
ខ្ញុំនិយាយប្រាប់តែកាន់គាត់ហើយក៏ខ្ញុំទៅងូតទឹកឲ្យប្រពន្ធខ្ញុំរៀបចំអីតាមទៅនេះទៅនោះទៅបន្ទាប់ពីខ្ញុំបានងូតទឹកហើយក៏ជូនគាត់ទៅផ្ទះអ៊ំប្រុសបន្ទាប់ពីរៀបរាប់ប្រាប់ទៅកាន់អ៊ំប្រុសទៅតាមនឹងទៅក៏គាត់មិនបានទៅប្រកែកតែគាត់ក៏យល់ព្រមក៏ប៉ុន្តែគ្រាន់តែគាត់បាននិយាយថាមើលយ៉ាងម៉េចឲ្យទៅរកគ្រូរកអីទៅជួយមើលនៅទីនោះទៅមិនអាចទុកចោលនៅទីនឹងបានទេបើថាវាចេញមកលងបែបនេះទៅហើយនោះក៏គួរណាតែទៅរកគ្រូឲ្យមកជួយមើលទៅតែចេញលងបានតែប៉ុណ្្នេះហើយពួកវាគឺប្រកាសជាបានដៃហើយប្រសិនបើជាយើងខ្លាចទៅកាន់ពួកវានោះចំណែកឯខ្ញុំវិញក៏មិនបានទៅប្រតាក់ពាក្យសម្ដីអីជាមួយនឹងគាត់ដែរក៏បានទំតែនិយាយបានជាមួយនឹងគាត់តែប៉ុណ្ណោះបន្ទាប់ពីនឹងមកក៏ខ្ញុំត្រឡប់មកផ្ទះវិញប្រពន្ធខ្ញុំដោយតែពុកបានដឹងស្រាប់ហើយក៏គាត់ចេះនៅការសូត្រការអីបន្តិចបន្តួចដែរក៏គាត់បានធ្វើទឹកមុនធ្វើអីឲ្យខ្ញុំដើម្បីយកទៅប្រោះព្រំក្បាលអីអញ្ចឹងទៅនៅពេលនោះបើក៏លេចមើលលោកតាឈឹងវិញក្រោយពីកូនប្រសាររបស់គាត់បាននិយាយឡើងមកបែបនេះក៏គាត់បានអង្គុយដកដង្ហើមធំបន្ទាប់មកក៏និយាយសួរទៅកាន់កូនប្រសាររបស់គាត់បន្ថែមថាតើវាយ៉ាងម៉េចបន្តទៀតទៅរឿងរ៉ាវតើវាអាចនឹងកើតឡើងបន្តទៀតអត់ពេលនោះកូនប្រសាររបស់គាត់ក៏បាននិយាយបន្តទៅបន្ថែមថាបាទពុកអត់តន់ចប់តែត្រឹមនឹងទេរឿងរ៉ាវគឺនៅតែមានបន្តបន្ទាប់ទៀតនៅពេលព្រឹកឡើងក៏ត្រូវបានចូលមកដល់គាត់ដែលបានជូនខ្ញុំដៃម៉ូតូមកនោះក៏គាត់ត្រឡប់ទៅផ្ទះរបស់គាត់វិញនិយាយទៅមិនបានឮដំណឹងថាគាត់កើតអ្វីឡើយហើយប៉ុន្មានថ្ងៃចុងក្រោយមកនោះក៏ខ្ញុំមិនបានទៅបង្រៀនដែរខ្ញុំនៅសុំរយៈពេលស្ងាត់1ថ្ងៃទៅ2ថ្ងៃសិនលុះបន្ទាប់ពីរំលងបាន2ទៅ3ថ្ងៃក្រោយមកក៏ចាប់អារម្មណ៍ដឹងថាអត់មាននរណាបានទៅចេញលងអីបន្ថែមទៅទៀតទេនៅស្រុកនៅភូមិខ្លះដែលគេចង់ដឹងគេក៏នាំគ្នាប៉ុន្មាននាក់ដើម្បីដើរទៅមើលនៅទីនោះហើយអ្នកខ្លះក៏ថែមទាំងទៅដេកនៅផ្ទះនឹងថែមទៀតផងក៏ប៉ុន្តែមិនដែលបានឮដំណឹងត្រឡប់មកវិញថាមានខ្មោចលោកមានអីឡើយចំណែកឯខ្ញុំវិញដោយសារតែទទួលបានដំណឹងទាំងអស់នេះមកហើយក៏កាត់បន្ថយភាពភ័យខ្លាចរបស់ខ្ញុំនិយាយទៅចាប់តាំងតែពីថ្ងៃនឹងមកក៏ខ្ញុំនៅតែដើរបន្តទៅបង្រៀនកូនសិស្សធម្មតាគ្រាន់តែថានៅពេលដែលខ្ញុំត្រឡប់មកវិញគឺតែងតែមាននៅភូមិគេជូនខ្ញុំត្រឡប់មកវិញរហូតពេលខ្លះក៏លោកអ៊ំនេះពេលខ្លះក៏លោកអ៊ំនោះពេលខ្លះក៏បងនៅក្នុងភូមិដែលគាត់មានម៉ូតូគាត់ប្រាប់ជូនខ្ញុំត្រឡប់មកវិញអីអញ្ចឹងទៅនិយាយទៅដោយសារតែជាសន្តានចិត្តខ្ញុំក៏បង្រៀនកូនក្មួយនៅទីនោះពួកគាត់ដែលត្រូវជាសាច់ញាតិបងប្អូនរបស់ក្មេងៗក៏រាប់ថានឹងជូនខ្ញុំត្រឡប់មកវិញរហូតហើយខ្ញុំក៏រៀងសប្បាយចិត្តតែពុកក៏ប៉ុន្តែថ្ងៃមួយក៏ត្រូវបានជូនមកដល់រំលងបានត្រឹមតែ2ទៅ3សប្តាហ៍តែប៉ុណ្ណោះរឿងដែលអកុសលមួយក៏បានកើតឡើងតែម្ដងមានលោកបងប្រុសម្នាក់ដែលគាត់មានអាយុប្រហែលជា30ជាងឆ្នាំគាត់បានប្រាប់ថាគាត់នឹងជូនខ្ញុំត្រឡប់មកផ្ទះនិយាយទៅបងប្រុសម្នាក់នោះគាត់មិនមានសាច់ញាតិបងប្អូនអីទេគ្រាន់តែថាគាត់តែងតែជួយគេជួយឯងតែរហូតនឹងទម្លាប់របស់គាត់គឺតែងតែបែបហ្នឹងតាមកាពិតទៅគាត់មិនមែនជាអ្នកដែលនៅបន្ទាយមានជ័យនឹងទេគាត់ជាអ្នកដែលនៅខាងឧត្តរមានជ័យឯណោះគ្រាន់តែថាគាត់មករស់នៅទីនេះតែម្នាក់ឯងអត់មានសាច់ញាតិបងប្អូនអីឡើយដោយគាត់មករស់នៅផ្ញើខ្លួនជាមួយនឹងបងប្អូននៅស្រុកនៅភូមិធម្មតា
ដល់ពេលនោះទៅដោយសារតែគាត់មានម៉ូតូផងក៏គាត់ប្រាប់ថាជូនខ្ញុំត្រឡប់មកផ្ទះវិញបន្ទាប់ពីបានជូនខ្ញុំមកដល់ផ្ទះហើយនោះគាត់ក៏ត្រឡប់ទៅវិញដែលខ្ញុំចាំពីសម្ដីគាត់មួយម៉ាត់ទៅថាខ្ញុំសុំទៅវិញហើយណាថ្ងៃស្អែកគឺនឹងអត់បានឃើញខ្ញុំទេខ្ញុំសុំទៅឧត្តមមានជ័យមួយរយៈដោយសារតែខ្ញុំនឹកទឹកដីនៅទីនោះនៅពេលនោះក៏មិនបានទៅនិយាយអីច្រើនឡើយគ្រាន់តែនិយាយអរគុណទៅកាន់គាត់ជូនពរគាត់ឲ្យធ្វើដំណើរសុខសប្បាយនៅតាមផ្លូវតែប៉ុណ្ណោះនិយាយទៅពុកអើយគ្រាន់តែពេលស្អែកឡើងក៏ត្រូវបានចូលមកដល់ក៏ទទួលដំណឹងមកថាគាត់ត្រូវបានស្លាប់បាត់បង់ជីវិតទៅបាត់ទៅហើយទីតាំងកន្លែងដែលគាត់បានស្លាប់បាត់បង់ជីវិតនោះគឺជាទីតាំងមួយកន្លែងដែលខ្ញុំត្រូវបានខ្មោចលោកនេះឯងសមាទោសពុកគាត់បានស្លាប់ដោយសារតែមានមែកឈើដ៏ធំមួយបានបាក់ធ្លាក់មកសង្កត់ទៅលើគាត់មកជុំទីសង្កត់រហូតតលតែបាក់ឆ្អឹងបាក់ឆ្អែងរបស់គាត់តែម្ដងនិយាយទៅករបស់គាត់គឺបានបាក់បាត់ទៅហើយហូរឈាមចេញមកខាងក្រៅចេញពីមាត់អ្នកភូមិនៅស្រុកដែលគេបានដឹងក៏គេជួយទៅយកសពយកអីគាត់ហើយខ្ញុំក៏បានទៅកន្លែងសពរបស់គាត់ផងដែរឃើញគឺដូចតែខ្ញុំបាននិយាយយ៉ាងអញ្ចឹងពុកអើយអ្នកភូមិខ្លះគេបាននិយាយថាវាគឺជារឿងចៃដន្យដែលមានមែកឈើបានបាក់សង្កត់ទៅនេះក៏ប៉ុន្តែសម្រាប់បងប្អូននៅស្រុកនៅភូមិខ្លះទៀតគេមិនបានគិតតែតងទៅនឹងរឿងចៃដន្យទាំងអស់នឹងទេដោយគេបានគិតប្រជុំគ្នាថានៅទីតាំងនោះប្រកាសជាមានពពួកអមនុស្សបានតន្ត្រំឲ្យមែកឈើបាក់ដោយសង្កត់យកជីវិតរបស់គាត់នេះឯងដោយសារតែមានមតិភាគច្រើនដែលគេជឿតែតងទៅនឹងរឿងខ្មោចនោះមានអ្នកភូមិប៉ុន្មាននាក់គេមានគំនិតគិតថានឹងចង់ទៅដើររកគ្រូអាគមដើម្បីទៅជួយកម្ចាត់ពពួកខ្មោចនៅទីនោះទោះបីជាពួកគេមិនត្រូវបានខ្មោចលងពិតមែនក៏ដោយក៏ប៉ុន្តែពួកគេមានតែប្រថុយទៅធ្វើសិនទេរឿងរ៉ាវទាំងអស់នេះក៏បានត្រឹមតែពឹងទៅលើគ្រូអាគមតែប៉ុណ្ណោះចំណែកឯចាប់តាំងតែពីពេលនឹងមកខ្ញុំក៏មិនដែលបានទៅបង្រៀនកូនសិស្សទៀតដែររហូតតលតែបានមួយអាទិត្យឯណោះទើបបានជាអ្នកភូមិគេទៅរកគ្រូអាគមបានពិតមែនគឺជាគ្រូអាគមចំនួន2នាក់ដោយម្នាក់មានឈ្មោះថាតាផុនម្នាក់ទៀតមានឈ្មោះថាតាឡៅពួកគាត់ទាំងពីរនាក់នេះសុទ្ធសឹងតែជាមនុស្សដែលមានស្នាដៃនេះបើតាមតែខ្ញុំលឺនៅស្រុកនៅភូមិគេបាននិយាយគ្នាតែប៉ុណ្ណោះទាំងដែលខ្ញុំផ្ទាល់នេះមិនដែលទៅបានស្គាល់តែតងទៅនឹងសៅបារារបស់គាត់ឡើយដែលហេតុថាខ្ញុំធ្លាប់បានជាមនុស្សដែលត្រូវបានខ្មោចលងនៅទីនោះនៅស្រុកនៅភូមិគេក៏ហៅឲ្យខ្ញុំផ្ទាល់នេះទៅនិយាយរៀបរាប់ប្រាប់រឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់លោកគ្រូអាគមទាំងពីរនាក់នោះហើយដល់ខ្ញុំរសារតែមិនចង់សាំញ៉ាំច្រើនក៏មិនមែនជាមនុស្សដែលចេះកុហកផងនោះក៏ខ្ញុំបានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់គាត់ពួកគាត់ទាំងពីរបាននាំគ្នាស្ដាប់ចប់ក៏គិតថាប្រហែលជាតាក់ទងទៅនឹងរឿងពពួកខ្មោចព្រាយដែលវាបានចូលមកក្នុងភូមិនេះឯងបើមិនអញ្ចឹងទេក៏ប្រហែលជាមាននរណាម្នាក់ដែលកំពុងតែនៅខាងក្រោយក្នុងរឿងទាំងអស់នេះដែរបើមិនមែនជាអ្នកតាបើកដៃឲ្យពួកវាចូលទេពួកវាក៏មិនអាចចូលបានមកផងដែរបើមិនមែនតែតងទៅនឹងអ្នកតាដែលបើកដៃនោះក៏ជាស្នាដៃរបស់គ្រូអាគមណាម្នាក់ដែលនៅខាងក្នុងព្រៃដែលឲ្យពពួកខ្មោចទាំងអស់នេះចូលមកយីទៅកាន់បងប្អូននៅស្រុកនៃភូមិនឹងឯងហើយពាក្យសម្ដីទាំងអស់នេះគឺជាពាក្យសម្ដីរបស់លោកគ្រូអាគមទាំងពីរនាក់នឹងចំណែកឯខ្ញុំវិញក៏មិនបានទៅលោកមាត់លោកក
ឬក៏ទៅនិយាយអីបន្ថែមបន្ទាប់ទៅទៀតទេពួកគាត់នាំគ្នាថាបែបណាក៏បែបនឹងទៅសង្ស័យបែបម៉េចក៏តាមតែចិត្តរបស់ពួកគាត់ទៅខ្ញុំអត់បានទៅឈឺឆ្អាលឬក៏ទៅប្រកែកប្រកិនអីឡើយគ្រាន់តែថាបើសិនបើជាគាត់ទៅរៀបចំពិធីខ្ញុំនឹងទៅតាមមើលអីអញ្ចឹងនឹងឯងដូចសារតែខ្ញុំផ្ទាល់នេះក៏ចង់ដឹងដែរលុះបន្ទាប់ពីបាននិយាយប្រាប់គាត់ទៅតាមត្រង់អស់ទៅលោកគ្រូអាគមទាំងពីរនេះនោះពួកគាត់បាននិយាយប្រាប់មកកាន់ខ្ញុំថាល្ងាចនេះឲ្យទៅជាមួយនឹងគាត់ទៅមិនចាំបាច់មានអ្នកស្រុកនៅភូមិណាច្រើនទៅឡើយគឺឲ្យតែខ្ញុំរួមជាមួយនឹងអ្នកភូមិដែលបានមកអញ្ជើញពួកគាត់ទាំងពីរនឹងតែប៉ុណ្ណោះទៅពេលល្ងាចពេលយប់ចាំរៀបចំពិធីពីដំបូងឡើយខ្ញុំក៏គិតថានឹងចង់ប្រកែកដែរក្នុងចិត្តខ្ញុំដែលថាចង់ទៅនោះទាល់តែមានបងប្អូននៅស្រុកនៃភូមិចាស់នៃគេទៅបានខ្ញុំទៅអឺតមើលជាមួយនឹងគេជាមួយនឹងឯងក៏ប៉ុន្តែបន្ទាប់ពីបានលើកដំណឹងថាហើយតែខ្ញុំទៅប៉ុន្មានអ្នកជាមួយនឹងគាត់នេះខ្ញុំក៏រៀងរអានៅក្នុងចិត្តផងដែរក៏ប៉ុន្តែដែលហេតុថាបើគាត់ឲ្យខ្ញុំទៅតែហើយនោះដោយសារតែគ្មានជំរឿអ្វីដែលត្រូវនឹងប្រកែកផងក៏ខ្ញុំមានតែទៅជាមួយនឹងគាត់តែប៉ុណ្ណោះលោកគ្រូអាគមទាំងពីរនេះនោះក៏គាត់ដើរត្រឡប់ទៅផ្ទះរបស់អ្នកភូមិដែលគេបានមកអញ្ជើញទៅកាន់ពួកគាត់នឹងលុះបន្ទាប់ពីម៉ោង 6:07 ក៏ត្រូវបានចូលមកដល់ក៏ឃើញវត្តមានរបស់ពួកគាត់គ្រប់គ្នាបានដើរតាំងមករកខ្ញុំមកដល់នឹងគឺអត់បានទៅនិយាយអីច្រើនទេបានហៅខ្ញុំឲ្យទៅជាមួយនឹងគាត់តែម្ដងប្រពន្ធខ្ញុំក៏បានប្រកែកដែរក៏ប៉ុន្តែដោយពួកគាត់បាននិយាយថាត្រូវតែឲ្យខ្ញុំទៅក៏ដោយសារតែខ្ញុំនេះគឺជាមនុស្សដំបូងគេហើយដែលត្រូវបានខ្មោចលងនេះបើតាមតែពួកគាត់បានស៊ើបសួរនាំទៅកាន់អ្នកភូមិនោះដែលឲ្យខ្ញុំទៅអង្គុយនៅទីនោះជាមួយនឹងគាត់មកបានប្រាប់បញ្ជាក់ថាឲ្យខ្ញុំទៅហ្នឹងគឺទៅធ្វើស្អីទេគ្រាន់តែឲ្យខ្ញុំទៅអង្គុយនៅទីនោះគាត់បានប្រាប់បែបហ្នឹងហើយប្រពន្ធរបស់ខ្ញុំដោយសារតែមិនអាចប្រកែកបានក៏យល់ព្រមឲ្យខ្ញុំទៅតែម្ដងលុះបន្ទាប់ពីបាននាំគ្នាដើរទៅដល់គាត់ក៏សួរខ្ញុំហើយសួរទៀតថាតើទីតាំងណាដែលមានខ្មោចលងពើប្រកាសផ្ទះមួយណាអីមួយណាខ្ញុំក៏ចង្អុលប្រាប់ថាផ្ទះនេះក៏មានផ្ទះនោះក៏មាននិយាយទៅក៏មានគ្រប់តែផ្ទះមានតែគ្រប់ទីតាំងគ្រប់ទីកន្លែងនៅតំបន់នេះនឹងលុះបន្ទាប់ពីគាត់បានស្ដាប់ការរៀបរាប់និងនិយាយប្រាប់បញ្ជាក់ពីខ្ញុំទៅហើយនោះក៏គាត់បានទៅនាំគ្នាដើរទៅផ្ទះទី2ដែលជាផ្ទះដែលខ្ញុំបានឃើញក្មេងៗដែលពួកវាបានរត់លេងនៅទីនឹងឯងគាត់ដើរទៅដល់ក៏ទៅរៀបចំពិធីរបស់គាត់នៅមុខនោះពុកអើយក៏លេចមើលឆ្វេងស្ដាំព្រៃឲ្យស្ងាត់ឡើងជ្រងំមិនមានម៉ូតូណាមិនមានអ្នកស្រុកអ្នកភូមិណាបានមកដើរឆ្លងកាត់ឡើយនៅជុំវិញខ្លួនមានតែអ្នកភូមិ2នាក់ខ្ញុំរួមជាមួយនឹងពួកគាត់ទាំង2នាក់នោះតែប៉ុណ្ណោះសរុបឲ្យអស់មកគឺមានគ្នាចំនួន5នាក់បើក៏លេចមើលទៅបងអ្នកភូមិទាំងអស់នោះវិញពួកគាត់ក៏មានការភ័យខ្លាចដែរក៏ប៉ុន្តែដែលហេតុថាត្រូវតែមកជាមួយនឹងគ្រូទៅហើយនោះគឺមានតែនៅទីនឹងឯងបានបន្តិចក្រោយពីបានទៅរៀបចំពិធីបានត្រឹមត្រូវអស់ហើយមិនទាន់ទាំងបានទៅចងសេមាអីទេមានលោកគ្រូម្នាក់ដែលគាត់មានឈ្មោះថាផុននោះគាត់បានឲ្យមិត្តភ័ក្តិរបស់គាត់ដែលត្រូវជាដៃគូគាត់នឹងអង្គុយនៅខាងក្រោមដែលគាត់ពេលនោះបានដើរទៅខាងលើផ្ទះមួយខ្នងនឹងតែម្នាក់ឯងដែលគាត់បាននិយាយថាកុំឡើងទៅតាមគាត់អីសោះឮអីឃើញអីកុំនាំគ្នាផ្អើលអាឡៅឯងជួយមើលក្មេងៗនៅក្រោមផងនៅពេលនោះលោកគ្រូឡៅក៏គាត់បានយល់ព្រមទៅតាមនឹងនៅពេលនោះបន្ទាប់ពីគាត់បាននិយាយគ្នាហើយលោកគ្រូផុនក៏គាត់ដើរឡើងទៅខាងលើផ្ទះនោះតែម្ដង
គាត់ដើរឡើងទៅនឹងគឺបាត់ចិត្តកន្លះម៉ោងឯណោះមិនបានឮសំឡេងអ្វីត្រឡប់មកវិញតតែសោះចំណែកឯខ្ញុំនេះក៏មិនបានតន់ទៅមាត់ទៅកអីដែរលោកគ្រូឡាវដែលគាត់នៅខាងក្រោមក៏មិនបានទៅមាត់ទៅកអីទេគ្រាន់តែអង្គុយមើលនេះមើលនោះធម្មតាហើយក៏អង្គុយជក់បារីមើលទៅទឹកមុខគាត់ដូចជាមិនខ្វាយខ្វល់ជាមួយនឹងរឿងរ៉ាវទាំងអស់នេះច្រើនឡើយលុះបន្ទាប់ពីរំលងបានពីនឹងមកក៏ឃើញថាលោកតាផុនដែលគាត់ត្រូវជាគ្រូអាគមនោះក៏គាត់ដើរចុះពីលើកាំចិន្តាផ្ទះត្រឡប់មកវិញបន្ទាប់ពីដើរចុះមកដល់ខាងក្រោមក៏គាត់បាននិយាយប្រាប់មកកាន់ទាំងខ្ញុំទាំងអ្នកគ្រប់គ្នាទៅថានៅទីនេះគឺសម្បូរទៅដោយពពួកអមនុស្សណាស់ហើយអ្វីដែលពួកវាអាចមកនៅបានក៏ដោយសារតែជាឆ្អឹងខ្មោចនេះឯងបើតាមតែមើលទៅគឺសល់តាំងតែពីចំនួនសង្គ្រាមមកម្លេះគាត់ឡើងទៅមើលមុននោះគឺគាត់បានទៅអង្គុយសមាធិនៅលើផ្ទះមួយនោះស្ងប់ស្ងាត់តែម្នាក់ឯងដើម្បីផ្ចង់អារម្មណ៍នៅក្នុងការមើលនិងចាត់ចែងមិនអីទេវាមិនមែនជារឿងរ៉ាវអីដែលធំដុំទេនិយាយហើយក៏លោកតាផុនម្នាក់នោះគាត់បានសួរបញ្ជាក់មកកាន់ខ្ញុំថាតើពួកវាទាំងអស់នេះបានយកជីវិតមនុស្សអស់ប៉ុន្មានអ្នកហើយប្រាប់គាត់ឲ្យច្បាស់មកតើទើបតែម្នាក់នឹងមែនទេខ្ញុំពេលនោះក៏ឆ្លើយតបត្រឡប់ទៅវិញថាបាទលោកគ្រូទើបតែម្នាក់នឹងទេដែលគាត់ជាអ្នកដែលជូនខ្ញុំត្រឡប់មកផ្ទះវិញនឹងឯងលោកតាផុនក៏និយាយប្រាប់មកកាន់ខ្ញុំថាអាម្នាក់នឹងវាអត់ទាន់បានទៅចាប់ជាតិទេយើងដើរចោះមុននោះក៏កំពុងតែបានឃើញព្រលឹងរបស់វាអង្គុយនៅក្រោយខ្នងពួកឯងនេះឯងនៅម្ខាងផ្លូវឯណោះវាកំពុងតែអង្គុយយំដោយសំណោះខ្លួនឯងខ្ញុំគ្រាន់តែបានឮលោកតាដែលត្រូវជាគ្រូអាគមបាននិយាយបែបនេះពួកខ្ញុំគ្រប់គ្នាគឺព្រឺសម្បល់អស់ហើយនាំគ្នាងាកមើលទៅខាងក្រោយម្ខាងផ្លូវដែលនៅខាងក្រោយខ្នងរបស់ពួកខ្ញុំនេះក៏ប៉ុន្តែមិនបានឃើញទស្សនភាពអ្វីតទៅសោះលោកតាផុនគាត់ឃើញគាត់សោចដែលគាត់បាននិយាយថាពួកឯងមើលមិនឃើញទេឃើញតែយើងទេមិនអីទេនៅទីនេះហើយគុំរត់ទៅណាឆ្លេឆ្លាអីសោះយើងសុំទៅនិយាយជាមួយនឹងវាសិនតែលោកតាចាណាទៅដែលមកធ្វើពិធីរងាប់ព្រលឹងហៅព្រលឹងនេះឲ្យបែរជាមិនទៅគាត់និយាយហើយក៏ដកដង្ហើមធំក៏ទាញបារីគាត់មួយដើមយកមកជក់ដើរចេញទៅតែម្ដងចំណែកឯខ្ញុំក៏បានងាកសម្លឹងមើលទៅតាមដំណើររបស់គាត់ចង់ដឹងថាគាត់ទៅនោះគាត់ទៅធ្វើអ្វីឲ្យពិតប្រាកដទៅដល់ទៅពេលអញ្ចឹងក៏ឃើញថាគាត់បានដើរទៅដល់ពិតមែនគាត់ឈរមកខាងផ្លូវឈរជជែកតែម្នាក់ឯងខ្ញុំឃើញថាគាត់និយាយតែម្នាក់ឯងទេក៏ប៉ុន្តែស្ដាប់គាត់និយាយមិនសូវចេះច្បាស់ឡើយគាត់និយាយម្ដងលឺម្ដងមិនលឺលុះបន្ទាប់ពីបានមួយសន្ទុះធំក៏ឃើញថាគាត់បានដើរត្រឡប់មកវិញទាំងទឹកមុខសប្បាយចិត្តទាំងដែលទឹកមុខរបស់គាត់ញញឹមញញែមទៅតែម្ដងនៅពេលដែលបានមកដល់គាត់បាននិយាយប្រាប់មកកាន់អ្នកគ្រប់គ្នាថាគេម្នាក់នឹងយល់ព្រមទៅចាប់ជាតិហើយមុននោះក៏គេបាននិយាយរៀបរាប់ពីមូលហេតុដើមហេតុដែលគេបានស្លាប់បាត់បង់ជីវិតទៅផងដែរគេមកបង្ហាញខ្លួននេះមិនមែនថាគេចង់មកលងបន្លាចអីទេគេក៏គ្រាន់តែត្រូវការជំនួយតែប៉ុណ្ណោះមិនមែនចង់ទៅលងបន្លាចអីឡើយឥឡូវនេះគេបានចេញរួចចំណងចេញពីទីនេះហើយយើងប្រាប់ឯងទៅចោះគេត្រូវជាអ្នកស្នងដើម្បីទៅយកអាយុជីវិតមនុស្សបន្តទៀតគេមិនចង់ធ្វើទេ
ដែលហេតុនេះទើបបានជាគេត្រូវការជំនួយបែបហ្នឹងនៅពេលនោះក៏ឃើញថាមានអ្នកភូមិម្នាក់ក៏សួរទៅកាន់លោកគ្រូឡាវទៅថាលោកគ្រូតើធ្វើបែបម៉េចទៅលោកគ្រូឡាវក៏សើចបន្តិចក៏និយាយថាសួរអភុនទៅគឺខ្ញុំឲ្យវាជាអ្នកធ្វើទេខ្ញុំគ្រាន់តែមកជាមួយនឹងវាតែប៉ុណ្ណោះដល់តែពេលនោះទៅលោកគ្រូភុនក៏គាត់បាននិយាយបន្តបន្ថែមទៅថាអត់អីទេដើររើសតែឆ្អឹងខ្មោចចេញទៅគឺអស់ហើយអត់មានបញ្ហាអ្វីទៀតឡើយហើយរឿងរ៉ាវទាំងអស់នេះយើងគិតថាមិនតន់ចាប់តែត្រឹមនឹងទេអាចថាបន្ទាប់ពីធ្វើហើយនោះពួកយើងទាំងពីរមានរឿងដែលត្រូវដោះស្រាយបន្តទៅទៀតក៏ប៉ុន្តែអ្នកភូមិឯងគឺស្ងប់សុខហើយដល់តែខ្ញុំឆ្ងល់ខ្ញុំក៏សួរបែបនេះពុកខ្ញុំសួរទៅកាន់គាត់ថាតើដោះស្រាយរឿងរ៉ាវបែបម៉េចបន្តទៅទៀតទៅលោកគ្រូលោកគ្រូភុនពេលនោះក៏តបមកខ្ញុំថាមិនមែនជារឿងរបស់ពួកខ្ញុំទេជារឿងរបស់ពួកគាត់ទាំងពីរនេះឯងគាត់បាននិយាយតែប៉ុន្មានម៉ាត់ទៅថារឿងរ៉ាវទាំងអស់នេះក៏ជាស្នាដៃរបស់មនុស្សផងដែរមានមនុស្សគេបានយកមកដាក់ដូចនេះបើសិនបើជាខ្ញុំទៅប៉ះពាល់របស់គេយករបស់គេចេញពីទីតាំងមួយកន្លែងដែលគេបានទៅកប់ហើយគេក៏អាចដឹងបានផងដែរបើសិនបើជាគេដឹងហើយនោះគេបើសិនបើជាមានការខឹងសម្បាមកកាន់ពួកខ្ញុំអញ្ចឹងគឺមានតែដោះស្រាយគ្នាទៅបន្តទេដោយលោកគ្រូក៏បាននិយាយបន្តបន្ថែមទៅថាឥឡូវមិនចាំបាច់ទៅខ្វាយខ្វល់ឈឺក្បាលអីច្រើនឡើយមើលខ្ញុំសូមរៀបចំពិធីបន្តិចទៀតយើងនឹងទៅជីកយកឆ្អឹងនោះតែម្ដងនិយាយអញ្ចឹងបានយកចបមកអត់ដូចជាឃើញយកចបមកសោះដែលអ្នកគ្រប់គ្នាបាននិយាយថាបានយកចបមកក៏គាត់បានពឹងឲ្យលោកគ្រូឡាវជូនអ្នកភូមិម្នាក់ដើរទៅយកចបនៅក្នុងភូមិដែលខ្ញុំរួមជាមួយនឹងគាត់រួមជាមួយនឹងអ្នកភូមិម្នាក់ទៀតក៏នៅអង្គុយចាំនៅទីនេះអ្នកដែលដើរទៅយកចបនោះមានតែ2នាក់តែប៉ុណ្ណោះគឺជាគ្រូឡាវនិងអ្នកភូមិម្នាក់ទៀតលុះបន្ទាប់ពីរងចាំបានមួយសន្ទុះក៏ឃើញព័ត៌មានរបស់ពួកគាត់បាននាំគ្នាដើរមកហើយអំឡុងពេលដែរកំពុងតែរងចាំនោះក៏ខ្ញុំបានសួរទៅកាន់លោកគ្រូភុនដែរថាលោកគ្រូមិនបានជាបានឃើញខ្មោចវាចេញមកអញ្ចឹងលោកគ្រូភុនគាត់សើចក៏គាត់បានតបទៅថាវាចេញមកមិនបើខ្ញុំបានចងនៅជុំវិញនេះអបាត់ទៅហើយនឹងហ៊ានតែបង្ហាញខ្លួនចេញមកដឹងតែវាវល់ធំជាជាមិនខានខ្មោចតែវាចេញវាមិនអាចចេញពីទីតាំងផ្សេងមកបានទេវាត្រូវចេញពីទីតាំងដែលឆ្អឹងរបស់វាត្រូវបានកប់នឹងឯងហើយគុំតែឆ្ងល់ទៅនឹងបរោះដែលបានស្លាប់នោះកន្លែងស្លាប់របស់វាក៏នៅទីតាំងផ្សេងទេអញ្ចឹងហើយគឺវាមិនខ្ចាយព្រលឹងឡើយវាបែបហ្នឹងគុំតែឆ្ងល់ច្រើនពេកចំណែកឯខ្ញុំបន្ទាប់ពីលើគាត់បាននិយាយបែបនេះក៏មិនបានទៅប្រកែកដែរឃើញថាពួកគាត់បាននាំគ្នាកាន់ចបយកមកទៅហើយនោះលោកគ្រូភុនក៏គាត់បានឲ្យអ្នកគ្រប់គ្នាទៅដើរទៅតាមគាត់ដើម្បីទៅជីកយកឆ្អឹងខ្មោចទាំងអស់នោះពិតណាស់ពុកអើយជីកបានពិតមែននិយាយទៅ10-20កន្ទប់ទៅបាត់ទៅហើយមានឆ្អឹងច្រើនប្រភេទខ្លាំងណាស់ក៏ប៉ុន្តែខ្ញុំមិនដឹងថាជាឆ្អឹងនៅចំណុចណាខ្លះទេមានទាំងឆ្អឹងជំនីមានទាំងម្រាមដៃម្រាមជើងហើយថែមទាំងមានទាំងបំណែករលាយក្បាលថែមទៀតផងទាំងថ្មិញទាំងអីហ្នឹងគឺនៅគ្រប់ទីកន្លែងបន្ទាប់ពីបានយកឆ្អឹងទាំងអស់នោះមកហើយក៏លោកគ្រូភុនគាត់បានទៅរៀបចំពិធីរបស់គាត់ដើម្បីរំងាប់និយាយទៅឡើង1ម៉ោងលោកគ្រូភុនគាត់រំងាប់ឡើងបែកញើសលុះបន្ទាប់ពីចប់ពិធីអស់ទៅចាប់សពគ្រប់អស់ទៅក៏គាត់បាននិយាយថាចប់ហើយតោះយើងទៅផ្ទះយើងវិញហើយបើថាយល់ល្អឲ្យនៅស្រុកនៅភូមិគេនាំគ្នាកាប់ព្រៃនេះទៅធ្វើជាផ្ទះធ្វើជាសំបែងមករស់នៅទៅមនុស្សកាន់តែរស់នៅច្រើនពពួកទាំងអស់នេះ
វាក៏កាន់តែមិនអាចនៅបានទេអាចនិយាយបានថាវាអាចនឹងចាញ់ច្រាបមនុស្សទៅវិញធ្វើតែតាមសម្ដីគាត់ទៅចាំគាត់ទៅនិយាយបញ្ជាក់ពីអ្នកភូមិប្រាប់បន្ថែមទៅទៀតនិយាយហើយក៏នាំគ្នារៀបចំរបស់របរដើរត្រឡប់ចូលមកខាងក្នុងភូមិវិញតែម្ដងដោយមិនបានទៅសាំញ៉ាំច្រើនអីឡើយលុះនៅពេលព្រឹកឡើងក៏ត្រូវបានជល់មកដល់ក៏យករឿងរ៉ាវទាំងអស់នេះប្រាប់ទៅកាន់អ្នកស្រុកในភូមិគ្រប់គ្នាថែមទាំងបានយកឆ្អឹងខ្មោចឲ្យទៅមើលថែមទៀតផងអ្នកភូមិដែលគេមិនជឿកាលពីដើមឡើយគេក៏ចាប់ផ្ដើមនាំគ្នាជឿហើយខ្ញុំវិញចាប់តាំងតែពីថ្ងៃនឹងមកក៏មិនទាន់បានទៅបង្រៀនដែរខ្ញុំរងចាំរហូតទាល់តែមួយសប្តាហ៍បន្ទាប់ខ្ញុំក៏ដើរទៅបង្រៀនធម្មតានិយាយទៅមិនដែលមានរឿងហេតុកើតឡើងអ្វីមកលើខ្លួនខ្ញុំបន្ទាប់ទៅទៀតឡើយដូចជាស្ងាត់ឲ្យជ្រងំមិនដែលមានរឿងអ្វីទៀតទៅសោះចំណែកឯអ្នកភូមិក៏គេបានស្រាក់ដៃស្រាក់ជើងគ្នានៅក្នុងការទៅកាប់ឆ្កាព្រៃនៅទីនោះពុកអើយចាប់បានពស់ច្រើនណាស់មិនដឹងថាពស់ស្អីខ្លះទេនៅទីនោះក៏ប៉ុន្តែមិនដែលមាននរណាម្នាក់ត្រូវបានពស់ចឹកទេគឺធម្មតាបានមួយរយៈធំក្រោយមកក៏គេទៅសាងសង់ផ្ទះសាងសង់អីតាមតែលោកគ្រូទាំងពីរដែលនឹងប្រាប់ពិតមែនហើយចាប់តាំងតែពីពេលនឹងមកមិនដែលមានរឿងរ៉ាវដែលថាមានខ្មោចលងអីជាបន្តទៀតឡើយទាំងភូមិម្ខាងដែលខ្ញុំរស់នៅទាំងភូមិម្ខាងទៀតក៏ត្រូវបានស្ងប់សុខទៅក៏ប៉ុន្តែអីដែលខ្ញុំសោកស្ដាយនោះជារឿងរបស់បងប្រុសម្នាក់ដែលគាត់បានស្លាប់បាត់បង់ជីវិតទៅតែម្នាក់ឯងនឹងឯងមិនគួរណាមនុស្សល្អដែលមានសន្តានចិត្តល្អដូចជាគាត់នេះស្លាប់បាត់បង់ជីវិតទៅលឿនបែបនេះឡើយពុកហើយរឿងរ៉ាវគឺមានតែប៉ុណ្្នឹងឯងអត់មានអីលើសនឹងទៀតទេពុកលោកតាឈឹងនិយាយទៅគាត់ស្ដាប់កូនប្រសារបស់គាត់និយាយឡើងស្លងទៅបាត់ទៅហើយក៏ប៉ុន្តែគាត់មិនបានទៅប្រកែកអីទេគាត់គ្រាន់តែបានជឿធម្មតានៅអំឡុងពេលដែលគាត់កំពុងតែអង្គុយនិយាយគ្នាជាមួយនឹងកូនប្រសាក៏ស្រាប់តែបានឃើញម៉ូតូមួយបានជិះមកគាត់មើលពីចម្ងាយដូចជាបានឃើញមានមនុស្ស3នាក់បានជិះម៉ូតូនឹងនៅពេលដែលបានជិះមកដល់ក៏ឃើញថាអ្នកដែលបានជិះម៉ូតូនោះមកគឺជាវត្តមានរបស់លោកតាជីងរួមជាមួយនឹងលោកតានុតនេះឯងគឺពួកគាត់បានជិះម៉ូតូអំព្រាយាមកយ៉ាងលយខ្លាំងមែនទែនលោកតាឈឹងឃើញបែបនេះក៏ភ្ញាក់ផ្អើលហើយក៏ស្ទុះចេញពីលើតុទៅដើម្បីទៅសួរនាំបងទៅដល់គាត់មិនទាន់ទាំងបាននិយាយអីផងលោកតាជីងគាត់បានបកដៃឲ្យលោកតាឈឹងឡើងលើម៉ូតូដោយគាត់បាននិយាយថាណែវើយឡើងលើម៉ូតូមកទៅអីចុងភូមិជាមួយនឹងអញបន្តិចលោកតាឈឹងពេលនោះក្រោយពេលគាត់បានលើបែបហ្នឹងក៏គាត់សួរថាទៅធ្វើអីបងលោកតាជីងគាត់និយាយថាទៅមើលបងខីគាត់ជុលមន់លោកតាឈឹងគាត់លើបែបនេះក៏សួរថាបងជុលចិត្តមើលជុលមន់ទៀតឥឡូវលោកតាជីងគាត់និយាយថាហើយកុំនិយាយច្រើនពេកឡើងម៉ូតូមកសួរថាទៅដែរឬក៏អត់លោកតាឈឹងគាត់សើចក៏គាត់តបទៅថាបងម៉ូតូអត់មានកន្លែងអង្គុយទេបងឯងជិះ3នាក់បាត់ទៅហើយហ្នឹងលោកតាជីងលោកតានុតក៏តបថាជិះ4នាក់ទៅនៅសល់បន្តិចទៀតតាគ្រាន់តែអង្គុយតាបជាគ្នាទៅលោកតានុតគាត់បាននិយាយបែបហ្នឹងដល់ទៅពេលអញ្ចឹងទៅលោកតាឈឹងក៏គាត់មិនដឹងថាទៅប្រកែកបែបណាដែរបើបងគាត់ឲ្យហៅទៅជាមួយបែបនេះហើយក៏មានតែទៅជាមួយនឹងបងទៅតែប៉ុណ្ណោះនិយាយទៅពួកគាត់ទាំងអស់គ្នាម៉ូតូមួយគឺវាយ4នាក់តែម្ដងជិះចេញពីទីតាំងផ្ទះរបស់លោកតាឈឹងទៅបើតាមតែមើលជាក់ស្ដែងទៅលោកតាជីងដែលគាត់គឺជាអ្នកឌុបនេះមើលទៅគឺពិតជាបច្ចេកខ្លាំងមែនទែនអ្នកដែលគួរអាណិតជាងគេគឺជាលោកតាជីងនេះឯងដែលគាត់គឺជាអ្នកអង្គុយកណ្ដាលត្រូវបានគេគៀបម្នាក់ទៀតដែលពិបាកនោះស្ទើរតែនឹងធ្លាក់ពីលើម៉ូតូគឺជាលោកតាឈឹងនេះឯងដែលគាត់នៅអង្គុយពីខាងក្រោយ
អ្នកដែលស្រួលគឺជាលោកតានុតនេះតែម្ដងដោយសារតែគាត់អង្គុយពេញកែបគាត់អត់ខ្វល់ខ្វាយអីឡើយពួកគាត់ទាំងអស់គ្នាក៏នាំគ្នាជិះម៉ូតូចេញទៅដោយធម្មតាហើយមកដល់កន្លែងនេះសាច់រឿងក៏បញ្ចប់ទៅតែត្រឹមហ្នឹងចង់ដឹងថារឿងរ៉ាវបន្តទៅជាយ៉ាងណាគឺមានតែរងចាំនៅភាគបន្ទាប់តែប៉ុណ្ណោះសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅភាគ